ស្អីគេយើងឥឡូវយើងទៅមើលលំហាត់ទី7នៅក្នុងសៀវភៅក្រសួងគឺតាក់ទងទៅនឹងការរកបបែក vector ល្បឿនដែលគេឲ្យមកទៅជា vector ល្បឿននៅក្នុង ax ឬមួយក៏ y បាទអញ្ចឹងឧទាហរណ៍ថាគេឲ្យ vector ល្បឿន v មកអញ្ចឹងគេសួរថាតើ vector ល្បឿនក្នុង ax ស្មើប៉ុន្មានហើយ vector ល្បឿនក្នុង y ស្មើប៉ុន្មានបាទហ្នឹងហើយអូខេតោះឥឡូវយើងទៅមើលលំហាត់ទៅហើយអាហ្នឹងមកមិនពិបាកទេបើយើងចាំសនីកុសសនីទៅធ្វើបានហើយបាទព្រោះលក្ខណៈរបស់ vector បបែក vector យើងរៀនថ្នាក់ទី9អ្នកគ្នាបបែក vector 1ជា vector 2ហ្នឹងឃើញនេះ vector 1អានេះ vector 2បូកគ្នានេះ1 2បាទគេថាមិនគេថាចល័តផ្លាស់ទីបកកែបានមុំ30ដឺក្រេជាមួយទិសដេកបាទអញ្ចឹងដោយសារតែយើងសិក្សាក្នុងចលនាក្នុងប្លង់យើងគូប្លង់មួយមកគឺ x o y អញ្ចឹងទៅបាទអញ្ចឹងវាផ្លាស់ទីបានមុំ30ដឺក្រេជាមួយអាដេកហើយឡើយនេះបើយកច្បាស់ប្រាប់ទៅថាទិសជាមួយអាដេកក្នុងទិសវិជ្ជមានទៀតព្រោះអានេះវិជ្ជមាននេះអវិជ្ជមានអញ្ចឹងបាទដោយ vector ល្បឿន35ម៉ែត្រក្នុងវិនាទីបាទតែប៉ុន្តែកន្លែងគឺ model របស់វាអ្នកគ្នាគឺ intensity របស់វាគឺល្បឿនវាគឺ35ម៉ែត្រក្នុងវិនាទីបាទអញ្ចឹងអានេះគឺ model អានេះគឺទិសដៅរបស់វាហ្នឹងអញ្ចឹងបើថា35ម៉ែត្រហ្នឹងគឺបើថាអាហ្នឹងគឺជា vector ល្បឿនឯព្រោះវាមានទាំង intensity វាមានទាំងទិសដៅបាទអញ្ចឹងតែក្នុងករណីហ្នឹង vector ល្បឿនតាមទិសដេក vx ហ្នឹងស្មើមិនហើយទិសឈរ vy ហ្នឹងគឺស្មើមិនបាទអញ្ចឹងគឺគេប្រាប់ v មកគេសួររក vx មួយ vy បាទតើយើងធ្វើយ៉ាងម៉េចតោះអាហ្នឹងអត់បាក់ទេអ្នកគ្នាបាទតោះអញ្ចឹងយើងសង្កត់ធានទៅអ្វីដែលគេប្រាប់មកគឺ vector ល្បឿនគឺ35ម៉ែត្របាទព័ត៌មានពី vector ល្បឿនដែលមាន model វាគឺ35ម៉ែត្រក្នុងវិនាទីហើយទិសដៅវាគុំបានមុំ30ដឺក្រេជាមួយទិសដេកអញ្ចឹងនេះគឺរូបរបស់វាគ្នាបាទនេះអញ្ចឹង35ម៉ែត្របានថាអាំងតង់ស៊ីតេឬមួយក៏ល្បឿនរបស់វាគឺស្មើ35ម៉ែត្រក្នុងវិនាទីបើយើងទៅសេមែនតើទៅ model នៃអា vector ល្បឿនគឺស្មើ35ម៉ែត្រក្នុង1វិនាទីបាទហើយទិសដៅនៅក្នុងរូបនេះ30ដឺក្រេជាមួយទិសដេកបាទហ្នឹងហើយគឺវាទិសដៅនឹងឃើញ30ដឺក្រេជាមួយទិសដេកទិសដៅដេកទិសដេកបាទអូខេឥឡូវទៅរក vx មួយ vy តាមណា vector ល្បឿនក្នុងទិសដៅដេកមួយ vector ល្បឿនក្នុងទិសដៅឈរបាទអញ្ចឹងគឺគេប្រាប់មក vector ល្បឿនមួយយើងត្រូវបបែកជា2អញ្ចឹងនេះគឺសេជាទម្រង់ vector គឺ v ស្មើនឹង vector ល្បឿនក្នុងទិសដៅ x មកជាមួយនឹង vector ល្បឿនក្នុងទិសដៅ y បាទអញ្ចឹងយើងទៅសេប៉ុណ្ណឹងបានទម្រង់ vector យើងអាចគណនាលេខបានយ៉ាងគ្នានៅពេលណាយើងគណនាលេខគឺយើងត្រូវគណនាពី model របស់វាឬមួយក៏ intensity អញ្ចឹងយើងបបែកជាទម្រង់ vector ទៀតបាទអញ្ចឹងខ្ញុំយក vx នេះ vx នេះគឺជាបបែក vector vx ហ្នឹងបាទឃើញទេ vx ខ្ញុំអត់មាននេះអត់មានvector ទៀតណាអត់មានអញ្ចឹងអត់មានលើទេអញ្ចឹងថា vx ដែលខ្ញុំសរសេរកន្លែងហ្នឹងគឺជាបបែក vector vx ហើយ vy ហ្នឹងគឺជាបបែកនៃ vector vy បាទអញ្ចឹងខ្ញុំអាចសរសេរបាន vector y ហ្នឹងគឺស្មើនឹង vx ខ្ញុំសរសេរ vector ឯកតា e បូកជាមួយនឹង vy គុណនឹង vector ឯកតា z បាទអានេះគឺស្មើនឹង vx បាទអានេះគឺស្មើនឹង vy ដែល vx vy ហ្នឹងគឺជាយន្តបិទចំនួន scalar ធម្មតាវាឡើងទៅជា vector ហើយបាទបើទៅលើគេសេចេះក៏បានដែរគឺថា vx vy ចេះក៏បានដែរបាទទៅពេលនោះគេហៅថា vx vy ជាធាតុបាទគេហៅថា component ណាធាតុនៃ vector v បាទតោះអញ្ចឹងអានេះរូបតដែរនេះក៏ខ្ញុំបរិយាធំអញ្ចឹងណាបាទហ្នឹងvector ល្បឿន v ត្រូវបានបបែកជា vector 2បូកគ្នាបាទហ្នឹងគឺយើងរៀនដល់ថ្នាក់ទី9នៅគ្នាកន្លែងបបែក vector កម្លាំង f ទៅជា fx បូក f y ចុះបាទអញ្ចឹងធ្វើដូចគ្នាទេគាត់ថានេះវាទៅជាលេខ vector f វាទៅជា vector v វិញតែប៉ុណ្្នឹងបាទហើយ vx នេះគឺនេះគឺសញ្ញាព្រួយហ្នឹងគឺ vector ល្បឿនទិសដេក y នេះគឺ vector ល្បឿនទិសឈរបាទហ្នឹងបាទហើយនៅពេលណាដែលយើងនិយាយពី vector គឺយើងនិយាយទៅ2គឺ intensity មួយទិសដៅបាទបើមិនមកយើងនិយាយតែពីទិសដៅយើងអត់ប្រាប់ intensity អាហ្នឹងក៏មិនជា vector បើយើងនិយាយតែពី intensity ឬមួយក៏ model វាអត់និយាយពីទិសដៅក៏វាមិនជា vector ដែរអញ្ចឹងគាត់ថា vector ត្រូវមានទាំងពីរមកបាទតោះអញ្ចឹងដូចខ្ញុំនិយាយហើយក៏សារតែទម្រង់ vector ហ្នឹងយើងអត់អាចគណនាលេខបានទេអញ្ចឹងគឺត្រូវទៅធ្វើជាទម្រង់ model ឬមួយក៏ intensity បាទអញ្ចឹងយើងមើលតំណែងរវាង v vx ជា vy បាទអញ្ចឹងវាអាចមាន2វាទៅមកបើថាយើងមាន v vx vy អញ្ចឹងបើសិនបើយើងមាន vx vy បាទយើងមាន vx vy យើងចង់រក model របស់ v យកធ្វើម៉េចអញ្ចឹងដោយសារតែវាជានេះដោយសារតែវាជាត្រីកោណកែងបាទ v អានេះ vy អានេះ vx អញ្ចឹងនៅពេលដែលគិត model យើងមិនបាច់គិតតែសញ្ញាព្រួយនេះទៀតទេបាទយើងធ្វើធម្មតាមកអញ្ចឹងដោយសារវាត្រីកោណកែងត្រង់នេះកន្លែងហ្នឹងយើងត្រូវបាន2តកមកអ្នកគ្នាបាទ v គឺស្មើនឹង vx បូកមួយ vy បាទអានេះក្នុងករណីដែលយើងស្គាល់ vx vy ទៅរក v បាទប៉ុន្តែក្នុងលំហាត់របស់យើងហ្នឹងគឺយើងស្គាល់ v គេសួរនឹងរក vx ហើយ vy វិញធ្វើដូចគ្នាមកអ្នកគ្នាបាទតាមផតធៀបតែកោមានសិននេះក៏សិននេះមកបាទនេះគឺ30ដឺក្រេអានេះ v អានេះ vy អានេះ vx បាទអញ្ចឹងយើងតាមមកគឺសិននេះ30ដឺក្រេហ្នឹងគឺស្មើជ្រុងឈមចែកនឹង hypotenuse គឺ v បាទអញ្ចឹងនាំឲ្យ v គឺស្មើនឹង v គុណនឹងសិននេះ30ដឺក្រេបាទន័យថា v របស់យើងហ្នឹងវាអត់អាចស្មើ v ធំនេះបានទេ v ណាបាទ
ព្រោះវាបើជា2 way បើជា way x way y អញ្ចឹងវាត្រូវតែគុណនឹងសន្និ30 degree ដែលសន្និ30 degree យើងដឹងវាមិនអាចស្មើមិនអាចធំជាមួយបានទេអញ្ចឹង way y របស់យើងហ្នឹងគឺសោយបំផុតត្រឹមស្មើ way បាទតែក្នុងករណីហ្នឹងយើងគុណនឹងសន្និ30ទៅគឺស្មើ35សន្និ30គឺកន្លះអញ្ចឹងគឺស្មើ17.5 ម៉ែត្រក្នុងវិនាទីបាទមួយទៀតគឺយើងប្រើកូសនេះម្ដង30 degree នេះគឺជ្រុងជាប់របស់វាគឺស្មើនឹង way x ចែកទៅនឹង way អញ្ចឹងដើម្បី way x របស់យើងគឺស្មើនឹង way គុណនឹងកូសនេះ30 degree បាទយើងរកទៅឃើញ30ម៉ែត្រក្នុងវិនាទីបាទអញ្ចឹងយើងរកឃើញហើយនេះអានេះគឺស្មើប៉ុន្មាន30អានេះគឺស្មើប៉ុន្មាន 17.5 អញ្ចឹងយើងអាចសរសេរជាបានអ្នកគ្នា way របស់យើងហ្នឹងគឺស្មើគេ30 e បូកជាមួយនឹង 17.5 g បានន័យថាម៉េចបានន័យថា way x គឺស្មើប៉ុណ្ណេះអ្នកគ្នានេះគឺ way e កាអញ្ចឹងយើងឆ្លើយទៅចល័តផ្លាស់ទីក្នុងល្បឿន30ម៉ែត្រក្នុងនាទីក្នុងទិសដៅដេកខាងទិសដៅវិជ្ជមានគឺ way x 30 e ហើយផ្លាស់ទីតាមល្បឿន 17.5 ម៉ែត្រក្នុងទិសដៅឈរយើងបាន way y ស្មើនឹង17.5 g បាទ